ខំប្រឹងផ្សាយច្បាប់រាល់ថ្ងៃហ្នឹងអប់រំសបផ្សាយបណ្ដុំបណ្ដាយច្បាប់រាល់ថ្ងៃហ្នឹងសេចក្តីសង្ឃឹមហ្នឹងគឺសង្ឃឹមតែខ្មែរគឺអាចលេបឆ្នាំទឹកទាំងអស់នេះដើម្បីខ្លាយទៅជាបណ្ឌិតអ្នកប្រាជ្ញពីព្រោះចៅលួចជាតិរបស់យើងគឺលោកឲ្យគេនោះគឺគេខំប្រឹងសម្រាប់អ្នកប្រាជ្ញយើងសម្រាប់បណ្ឌិតយើងសម្រាប់អ្នកស្នេហាជាតិរបស់យើងសម្រាប់បញ្ញវន្តអ្នកចេះដឹងគឺទាំងប្រវត្តិវិទូភូមិវិទូទស្សនវិទូអ្នកនយោបាយដែលពូកែធ្វើនយោបាយអ្នកសេដ្ឋកិច្ចអ្នកភូមិសាស្ត្រអ្នកអីគឺគេធ្វើទុកបុកម្នេញយើងទាំងអ្នកកាន់សាសនាពុទ្ធក៏គេសម្រាប់យ៉ាងដែរដូច្នេះសេចក្តីសង្ឃឹមដ៏មុតមមហ្នឹងគឺសង្ឃឹមតកាយវាចាចិត្តរបស់ខ្មែរដែលបានស្ដាប់ការផ្សាយរបស់ពួកយើងនេះពួកគាត់នឹងរាល់សកម្មភាពដែលគាត់ធ្វើចេញទៅរាល់សម្ដីដែលគាត់និយាយចេញទៅរាល់គំនិតកត្តាពិចារណាដែលគាត់បានគិតនិងសម្រេចចិត្តចេញទៅគឺនៅជាមួយនឹងច្បាប់ជាតិជានិច្ចនៅជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនៅជាមួយនឹងរដ្ឋធម្មនុញ្ញនៅជាមួយនឹងកតិកាសញ្ញាអន្តរជាតិសិទ្ធិពលរដ្ឋសិទ្ធិនយោបាយសង្គមសេដ្ឋកិច្ចបព្វធម៌នៅជាមួយនឹងច្បាប់ភូមិបាលមុននឹងជួបជាមួយនឹងមន្ត្រីភូមិត្រូវចេះច្បាប់ភូមិនៅជាមួយមន្ត្រីស្រុកខេត្តត្រូវចេះច្បាប់ស្រុកខេត្តអញ្ចឹងការដែលពួកយើងធ្វើយ៉ាងនេះគឺធ្វើឲ្យខ្មែរកើតបណ្ឌិតអ្នកប្រាជ្ញហើយកើតពេញទឹកពេញដីហើយអញ្ចឹងអាចៅលួចជាតិដែលខំប្រឹងដំបូងវាបំផ្លាញអ្នកប្រាជ្ញយើងក្នុងវាំងបន្ទាប់មកបំផ្លាញអ្នកប្រាជ្ញយើងនៅក្នុងសភាជាតិបំផ្លាញអ្នកប្រាជ្ញយើងនៅក្នុងគណៈរដ្ឋមន្ត្រីនៅក្នុងតុលាការបន្ទាប់មកគឺបំផ្លាញអ្នកប្រាជ្ញយើងនៅគ្រប់ផ្នែកនៃក្រសួងមន្ទីរសាលាខេត្តសាលាស្រុកហើយក្នុងក្រុមប្រឹក្សាឃុំទីបំផុតគឺបំបីបំបាយយើងខ្ទេចរហូតដល់សម្រាប់បណ្ឌិតអ្នកប្រាជ្ញយើងដែលនៅតាមភូមិមិនថាពលរដ្ឋសាមញ្ញទូទៅឲ្យតែសកម្មនឹងជួយជាតិគឺពួកនឹងរោមុខឃើញគឺកំទេចហើយបំផ្លាញហើយទោះបីផ្ទាល់នឹងប្រយោជន៍ដូច្នេះការដែលបងប្អូនលេបឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីរដ្ឋធម្មនុញ្ញនិយាយរួមគឺច្បាប់ជាតិបងប្អូនរៀនច្បាប់ជាតិណាក៏ដោយប្រឹងប្រែងរៀនវាបងប្អូនលេបឆ្នាំនេះធ្វើឲ្យកាយវាចាចិត្តរបស់បងប្អូននៅនឹងច្បាប់ប៉ុន្តែការដែលមានឆ្នាំអាក្រប់នេះมันអាចបន្សាបជាតិពុលនៃការកាប់សម្លាប់ពូជសាសន៍យើងដណ្ដើមយុទ្ធដីយើងរបស់បរទេសឈ្លានពាននិងបិសាចកៅអីបិសាចបពុបិសាចទ្រព្យសម្បត្តិទេពួកយើងត្រូវលេបឆ្នាំគ្រាប់ទី2គឺបងប្អូនវឹកហាត់ខ្លួនឯងកាយវាចាចិត្តរបស់បងប្អូននៅជាមួយនឹងសិល5សិល5បានន័យថាយើងកុំសេសរាគ្រឿងញៀនគ្រឿងស្រវឹងកុំជក់បរិយកុំរំលោភសេសន្តិវៈឬក៏ទិញជួញដូរផ្លូវភេទអតីតកុំទៅកាប់សម្លាប់គ្នាដើម្បីការពារជាតិកុំទៅនិយាយកុហកភូតភរញុះញង់ធ្វើវិធានសាឬក៏ជេរបញ្ចោជេរប្រមាថគ្នាទៅវិញទៅមកសិល5សមាធិគឺពួកយើងតាំងសមាធិគឺពួកយើងយកជាតិជាធំយកច្បាប់ជាធំយកប្រយោជន៍រួមជាធំយកសិល5ជាធំពេលដែលបងប្អូនរកកាយវិចារចិត្តយកនៅគោលការណ៍ជាតិជាធំនេះបងប្អូនទឹកចិត្តរបស់បងប្អូនប្រព័ន្ធប្រទេសមួយទាំងមូលនោះនឹងរក្សាទឹកដីបានមានបញ្ញាគ្រប់គ្រងចិត្តកុំឲ្យគេអាចោលរួចជាតិវាធ្វើឲ្យយើងខឹងហើយយើងខឹងយើងមួម៉ៅក្រៅក្រហាយនៅពេលដែលយើងសម្ដែងអកប្បកិរិយាមួម៉ៅក្រៅក្រហាយដោយប្រការណាមួយនោះពួកយើងនឹងខ្លាយទៅជាជនរងគ្រោះនៃអំពើល្អរបស់ខ្លួនឯងខ្លួនចង់ឲ្យជាតិល្អប៉ុន្តែកាយជាប់ពុកបាត់ទៅហើយព្រោះតែពួកយើងបាត់បញ្ញាយើងខឹងពេកយើងក្រៅក្រហាយយើងអត់ធ្មត់មិនបានយើងអត់ទ្រាំមិនបានយើងតស៊ូមិនបានទីបំផុតយើងបាត់បង់នៅបញ្ញាបាត់បង់បញ្ញាគឺយើងខឹងមួម៉ៅក្រៅក្រហាយខូចចិត្តខកចិត្តជួនកាលយើងរំភើបនឹងការសរសើរយើងរំភើបនឹងអំណាចគេឲ្យអំណាចយើងរំភើបនឹងប្រតិបត្តិគេឲ្យលុយកាក់យើងបងប្អូនណាតែបងប្អូនអត់លេបឆ្នាំនេះជាប់ទេពួកយើងនឹងបាត់បណ្ឌិតអ្នកប្រាជ្ញខាងសិលសមាធិបញ្ញាទៀតនោះយើងនឹងរត់តាមប្រតិការហើយយើងកាត់សម្លាប់គ្នាពេញប្រទេសទៀតហើយគឺខ្មែរសម្រាប់ខ្មែរតាមបញ្ជារបស់បរទេសគឺខ្មែរសម្រាប់ខ្មែរតាមការញុះញង់របស់បរទេសរបស់ប្រទេសជិតខាងដែលចង់លេបយកទឹកដីខ្មែររបស់បរទេសដែលចង់ដណ្ដើមឥទ្ធិពលនយោបាយសង្គ្រាមភូមិសាស្ត្រនយោបាយបងប្អូនឆ្នាំមួយគ្រាប់នេះវាមានធាតុផ្សំរបស់វាច្រើនទាំងសិលសមាធិបញ្ញាផងហើយការមិនវិនិច្ឆ័យមួយថ្ងៃកុំអង្គុយនិយាយដើមគេកុំនិយាយតែដើមគេនិយាយអាក្រក់ពីគេនិយាយល្អពីគេកុំនិយាយរួមចំណាយពេល10ឆ្នាំកុំទៅអង្គុយនិយាយតែពីគេពួកយើងយកកាយវិចារចិត្តរបស់យើងនិយាយអំពីខ្លួនឯងយើងយកកាយវិចារចិត្តរបស់យើងវឹកហាត់សិលសមាធិបញ្ញាយើងយកកាយវិចារចិត្តរបស់យើងវឹកហាត់រៀនសូត្រច្បាប់ជាតិច្បាប់អន្តរជាតិណាអញ្ចឹងឆ្នាំមួយគ្រាប់នេះវាមានការមិនប្រមាថយើងធ្វើអីក៏ដោយយើងកុំប្រហែសណាកុំប្រមាថហ្នឹងកស្អុំហើយបចង្រោប្រមោស្អាតនឹងតោមិនទៅសេនឹងថទេមិនប្រមាថនឹងថហ្នឹងគឺតែយើងមិនមិនមើលងាយគេប៉ុន្តែមិនប្រមាថនេះគឺកុំប្រហែសសោះធ្វើអីក៏ដោយណាប្រយ័ត្នហ្នឹងគឺដូចជាអមាញ់មិញអញ្ចឹងខ្ញុំជាមួយនឹងប៉ូលីសអញ្ចឹងបើកាលណាពួកយើងចេះច្បាប់ចរាចរណ៍ហើយយើងបើកឡាននៅលើផ្លូវចរាចរណ៍ខុសឆ្គងអីយើងនិយាយជាមួយគ្នាដោយសិលធម៌ដោយសុជីវធម៌ខុសឆ្គងអីយើងត្រូវសួរអំពីច្បាប់ទម្លាប់ត្រឹមត្រូវខុសឆ្គងអីយើងប្រាប់គាត់ខ្ញុំថាឥឡូវខ្ញុំគង់ឡាយខ្ញុំចុះពីលើឡានមិនបានទេបើចង់ឲ្យខ្ញុំចុះដល់តែប្រាប់តែខ្ញុំខុសអីពីព្រោះបើមិនអញ្ចឹងនេះបងប្អូនក្នុងឡាយនេះទៅយល់ច្រឡំជាមួយនឹងអាជ្ញាធរទៀតឥឡូវហើយខ្ញុំ
ខ្ញុំមិនចង់ឲ្យមានចំនួនទាំងផ្លូវអារម្មណ៍សតិអារម្មណ៍ទាំងផ្លូវកាយវិចារដែរណាបងប្អូនអញ្ចឹងការដែលយើងមិនប្រមាថនេះគឺយើងមិនប្រហែសណាកុំប្រហែសយើងធ្វើការងារអីក៏ដោយណាកុំចេះតែប្រហែសឲ្យសោះនេះគឺជាឆ្នាំគ្រាប់ទី2ចូលឆ្នាំគ្រាប់ទី3បងប្អូនដើម្បីតាមបណ្ឌិតអ្នកប្រាជ្ញខ្មែរឡើងវិញដើម្បីបណ្ដុះពូជពងខ្មែរដែលស្នេហាជាតិអ្នកដែលមានឧត្តមគតិខ្ពង់ខ្ពស់ឲ្យរឹងមាំឲ្យក្លាហានឲ្យជំនះដើម្បីការពារទឹកដីការពារសាសនាការពារប្រទេសជាតិយើងបានគង់វង្សគឺវលុះតាណាដែលពូជសាសន៍នេះមានសូចៈពលិមានសូចៈពលិគឺស្ដាប់នរណាម្នាក់ក៏ដោយស្ដាប់ទាំងស្រុងស្ដាប់ទាំងអស់កុំប្រញាប់កាត់គេស្ដាប់ឲ្យចប់ហើយចាំយើងចាប់ដើមទៅជែកវេញែករោអំណះអំណាងរោសាក់សីដើម្បីឲ្យយើងបានដឹងអំពីអ្វីដែលគេចង់ប្រាប់យើងត្រេះរិះពិចារណាជែកគឺរោហេតុនិងផលរោផោះតាំងឲ្យឃើញហើយយកផោះតាំងទាំងអស់នោះយកសាក់សីទាំងអស់នោះយកមកធ្វើការពិចារណាដើម្បីបង្កើតបុកគឺសួរចេះសង្ស័យឆ្ងល់ក្លាហានសួរជួនកាលអ្នកនឹងមកពោយើងកុំថាគេពោយើងបង្កើតសំណួរសួរវិញឧទាហរណ៍មានខែមានគណៈបកមួយនោះគេថាគេគឺជាអ្នកស្នេហាជាតិណាបកនឹងបើយើងបោះឆ្នោតគេជាប់គេនឹងការពារទឹកដីយើងក៏សួរថាបើបកលោកថាជាបកស្នេហាជាតិតើបករបស់លោកយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅប្រើដែរទេឧទាហរណ៍បកនឹងគេឆ្លើយថាគឺគេយកកិច្ចព្រមព្រៀងប៉ារីសទៅប្រើយើងក៏សួរគេចុះតើលោកជាមេបកតើគណៈកម្មការដឹកនាំបករបស់លោកកន្លងមកតើបានធ្វើអ្វីខ្លះចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយឧទាហរណ៍គាត់ថាគាត់បានដើរប្តឹងថាប្តឹងទៅតុលាការប្តឹងទៅឲ្យរដ្ឋាភិបាលអនុវត្តកិច្ចព្រមព្រៀងប៉ារីសជាដើមបើគាត់និយាយអញ្ចឹងយើងសួរចុះតើនៅក្នុងកិច្ចព្រមព្រៀងចតនៈធិបតេយ្យឯករាជ្យបូរណភាពមិនអាចរំលោភបាននៃដែនដីអភិបាលភាពនិងឯកភាពជាតិកម្ពុជាតើសរសេរពីអីបើគាត់ថាតែប្តឹងព្រោះគាត់ថាប្តឹងអញ្ចឹងយើងសួរឯកសារនឹងតែម្ដងខ្លឹមសារឯកសារចាំមើលគាត់ឆ្លើយបានបងប្អូនគ្រាន់តែប្រព័ន្ធនេះយើងដឹងហើយថាបកណាក្បត់ជាតិបកណាស្នេហាជាតិនោះអញ្ចឹងការដែលធ្វើប៉ុកនេះការដែលច្រើនបងប្អូននោះបងប្អូននឹងទី1គេមិនងាយចាប់កំហុសបងប្អូនព្រោះបងប្អូនមិនបានជេរប្រមាថគេមិនបានស្ដីបន្ទោសគេទេប៉ុន្តែប៉ុកនេះគឺធ្វើឲ្យបងប្អូនសួរទៅដឹងខុសនឹងត្រូវចោលលួចជាតិគឺខ្លួនឯងប្រកាសខ្លួនឯងជាចោលដោយស្វ័យប្រវត្តិចោលលួចជាតិមេដឹកនាំក្បត់ជាតិគណៈបកនយោបាយអាយ៉ងគឺវានឹងលេចចេញដល់ខ្លួនឯងតាមរយៈសំណួរបងប្អូនណាបងនឹងខ្លាំងណាស់លីកបងប្អូនរាល់គេឆ្លើយមកយើងកត់ត្រាថតសម្លេងថតវីដេអូរាល់សកម្មភាពអ្វីៗទាំងអស់ដែលពួកគេធ្វើគឺយើងមានអំណះអំណាងសាក់សីដោយមានជាឯកសារជាវីដេអូជាសម្លេងជាគំនូរនេះគឺហៅថាលីកអញ្ចឹងឆ្នាំគ្រាប់ទី3នេះសំខាន់ណាស់បងប្អូនបើកាលណាបងប្អូនមានសុចរិតពលិនេះគឺបងប្អូនកាន់អាវុធនេះទៅមិនងាយត្រូវបានគេចាប់ដាក់គុកដាក់ច្បាប់ទេបងប្អូនក៏ឆ្ងល់ដែរថាពួកខ្ញុំនិយាយអស់2520ថ្ងៃខាងនេះស្អែកហើយហេតុអ្វីបានជាគេគម្រាមកំហែងចាប់ដាក់គុកចានដងហើយគេចាប់មិនកើតហេតុអ្វីគេបៃរហូតដល់ដេញបៃដល់សង្ស័យទៀតបៃពួកយើងបៃក្បាលបៃសុភាពពោក្បាលហើយហេតុអ្វីពួកយើងនៅតែបន្តដើរបង្រៀនទៀតគេគម្រាមកំហែងតាមរូបភាពផ្ទាល់នឹងប្រយោលគ្រប់សពបែបយ៉ាងពេលដែលគេដឹងថាខ្ញុំទៅបង្រៀនទីណាគេប្រាប់គេទៅគម្រាមកំហែងពលរដ្ឋមិនឲ្យទៅរៀនទេទាំងនៅក្នុងស្រុកខ្មែរទាំងនៅស្រុកថៃគឺគេហាម5យើងមិនឲ្យដើរបង្រៀនទេគាត់ថាគេមិនអាចមកចង្អុលក្បាលខ្ញុំថាឯងឈប់ដើរបង្រៀនគេមិនអាចចង្អុលកើតប៉ុន្តែគេទៅគម្រាមកំហែងអ្នករៀនមិនឲ្យទៅរៀននេះគឺជាឧបាយកតពិសេសដែលពួកគេបានរៀបចំប៉ុន្តែពួកយើងមិនបានចោះចាញ់ទេរហូតដល់ពេលនេះបងលុយសុយពួកខ្ញុំនៅតែដើរបងរៀនទេបងប្អូនណាអញ្ចឹងនេះគឺជាឆ្នាំគ្រាប់ទី3ជូនឆ្នាំគ្រាប់ទី4បងប្អូនអាចោលលួចជាតិរបស់យើងបងអត់អាហារយើងបងអត់អាហារយើងមិនឲ្យយើងមានទេមិនឲ្យយើងមានហូបគ្រប់គ្រាន់ទេគេឲ្យយើងត្រឹមហូបតែមួយរសហើយជំពាក់បំណុលវ៉ាន់កអាចោលលួចជាតិយើងឃើញតែយើងមានជីវភាពរៀងធូរធានតែពួកគេប្រើអបាយកលឲ្យយើងជាប់បំណុលប្រើអបាយកលឲ្យយើងផឹកស្រាប្រើប្រាស់គ្រឿងញៀនគ្រឿងស្រវឹងលេងល្បែងពីលីអាវ៉ាសែបងប្អូនបញ្ឈប់ការលេងល្បែងជាបន្ទាន់ខ្ញុំមិនស្អប់ខ្ពើមទេបងប្អូនកុំច្រឡំខ្ញុំនិយាយនេះនិយាយក្នុងនាមជាអ្នកស្រឡាញ់ជាតិខ្ញុំខ្លាចបងប្អូនអ្នកស្នេហាជាតិប៉ុន្តែពួកនឹងល្បែងបងប្អូនស្នេហាជាតិហើយពួកនឹងស្រាគឺគិតមើលអ្នកស្នេហាជាតិការពារទឹកដីបានក៏ប៉ុន្តែបែរជាចាញ់ស្រាអ្នកស្នេហាជាតិការពារប្រទេសជាតិបានប៉ុន្តែបែរជាចាញ់ល្បែងអបាយមុខអញ្ចឹងយើងស្ដាយណាស់បាត់អ្នកស្នេហាជាតិដោយសារតែទៅសមរភូមិសម្រាប់សត្រូវដើម្បីការពារទឹកដីជារឿងគួរជាមានមោទនភាពប៉ុន្តែបែរជារឿងលឺសូរថាអូអានឹងស្នេហាជាតិណាវើយវាទៅណាវាធ្វើសង្គ្រាមនៅណាឈ្នះអដងប៉ុន្តែវាចាញ់នឹងស្រាអូអាមួយនឹងខ្លាំងណាស់អញឃើញវាធ្វើសង្គ្រាមណាក៏ឈ្នះគេដែរប៉ុន្តែវាចាញ់នឹងបារីអូអានឹងវាធ្វើសង្គ្រាមនៅឯណាក៏ឈ្នះគេដែរប៉ុន្តែឥឡូវនេះវាចាញ់នឹងល្បែងអូអានឹងទៅជជែកគ្នានៅសហគមន៍ណាការពារដីធ្លីពលរដ្ឋបានអស់ប៉ុន្តែវាចាញ់នឹងល្បែងដូច្នេះ
បងប្អូនជំនួសភាសាអញ្ចឹងនេះគឺជាឆ្នាំគ្រាប់ទី4เนาะបងប្អូនគឺបងប្អូនមានជំនាញមួយក្នុងជីវិតបងប្អូនមានជំនាញកាត់សក់ជំនាញធ្វើឡានម៉ូតូជំនាញកសិកម្មជំនាញកសិឧស្សាហកម្មជំនាញកសិពាណិជ្ជកម្មជំនាញកសិទេសចរអញ្ចឹងបើកាលណាជនរួមភាសាពិតជាស្រឡាញ់ជាតិមាតុភូមិមែនសូមបងប្អូនលេបថ្នាំមកគ្រាប់នេះផងឲ្យខ្លួនឯងមានជំនាញឲ្យជនរួមភាសាមានជំនាញមានចំណេះដឹងមានបទពិសោធន៍បើកាលណាបងប្អូនមិនមានជំនាញទេអាចោលលួចជាតិដែលលួចជាតិយើងនេះគឺពួកគេប្រកាសណាស់នឹងធ្វើឲ្យបងប្អូនរត់ចេញពីផ្ទះសម្បែងបែកបាក់គ្រួសារបែកបាក់បងប្អូនបែកបាក់តាយាយបែកបាក់ឪពុកម្ដាយពួកយើងស្រឡាញ់ជាតិយ៉ាងម៉េចនឹងកើតធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយដូច្នេះលេបថ្នាំគ្រាប់ទី4ផងបណ្ដោះកូនខ្លួនឯងបើថាចេះចិញ្ចឹមមាន់ឲ្យឆ្អិនបើចេះចិញ្ចឹមត្រីឲ្យឆ្អិនបើថាចេះចិញ្ចឹមកែបឲ្យឆ្អិនបើថាចេះធ្វើស្រូវគឺធ្វើស្រូវឲ្យឆ្អិនបើថាចេះធ្វើដំឡូងឲ្យឆ្អិនមួយណាឲ្យចំមួយនឹងកុំប្រញាប់ពេកធ្វើអីក៏ដោយបណ្ដោះជំនាញវាអត់ដូចទៅដើរសុំទានគេទេបណ្ដោះជំនាញអាច2ឆ្នាំ3ឆ្នាំ5ឆ្នាំ10ឆ្នាំទម្រាំតែអាចបានជំនាញមួយអត់ដូចដើរសុំទានគេទេអត់ដូចដើរសុំអំបគេទេសុំអំបគេ100ផ្ទះគេឲ្យ1ផ្ទះទៅសុំអំបគេមកលានផ្ទះគេឲ្យតែ100ផ្ទះមកបានភ្លាមហូបភ្លាមបងប្អូនដល់ថ្ងៃគេចែកអំណោយដល់ខែគេចែកអំណោយយើងចាំទទួលអំណោយទៅធ្វើយ៉ាងនេះខ្មែររលាហើយឆ្នាំគ្រាប់ទី5ជូនបងប្អូនឆ្នាំគ្រាប់ទី5ដើម្បីបណ្ដុះបណ្ឌិតអ្នកប្រាជ្ញនៅក្នុងស្រុកខ្មែរនេះការផ្សាយរបស់ពួកខ្ញុំនេះសង្ឃឹមថាបណ្ដុះបណ្ឌិតអ្នកប្រាជ្ញខាងវិស័យនឹងមួយទៀតបងប្អូនណាឆ្នាំមួយគ្រាប់នេះគឺជាឆ្នាំដ៏សែនពិសេសពីព្រោះវាជាចំណែកមួយដែលធ្វើឲ្យពួកយើងជាខ្មែរមានឱកាសបង្កើតបាននៅឯកភាពរវាងខ្មែរក្រោមខ្មែរលើខ្មែរកណ្ដាលបងប្អូនណាគឺពួកយើងត្រូវចូលរួមរក្សាភាសាខ្មែរនេះគឺសំខាន់ណាស់វាអាចមានអាយុ10000ឆ្នាំជាងហើយតាមការស្រាវជ្រាវរបស់នរៈវិទូរបស់ភាសាវិទូជនជាតិបារាំងតែគាត់គឺជាអ្នកប្រាជ្ញខាងអក្សរសាស្ត្រខ្មែរអក្សរសាស្ត្រឡាវនិងអក្សរសាស្ត្រសៀមគាត់ជាជនជាតិបារាំងឥឡូវបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឯស្រុកខ្មែរនេះអ្វីដែលគាត់រកឃើញនេះគឺឆ្នាំទឹកមួយគ្រាប់នេះបើបងប្អូនរក្សាភាសាខ្មែរបាននោះបងប្អូនទៅដល់ស្រុកថៃបងប្អូននឹងមើលឃើញព្រលឹងរបស់យើងនៅពេញស្រុកថៃភាសាអក្សរដែលថៃកំពុងប្រើជនជាតិថៃមានប្រហែលជា80លានចំណែកសាលាចរិតនៅលើប្រាសាទនានានៅស្រុកថៃរាល់ថ្ងៃនៅស្រុកឡាវនៅស្រុកយួនរាល់ថ្ងៃគឺប្រាសាទទាំងអស់នោះសុទ្ធតែសរសេរភាសាខ្មែរបងប្អូនណានេះគឺជាវិជ្ជាអាវុធទិព្វបងប្អូនណាចេះភាសាខ្មែរចេះអានចេះនិយាយចេះសរសេរនោះបងប្អូននឹងអាចមើលឃើញក្បួនគម្ពីរដែលបានសរសេរក្នុងប្រត្រៃបិដកចេះភាសាខ្មែរស្មើនឹងរក្សាភាសាខ្មែរបានចេះភាសាខ្មែរនឹងអាចរក្សាប្រត្រៃបិដកសិលសមាធិបញ្ញាបានចេះភាសាខ្មែរនឹងអាចរក្សាសិលាចរិតបានទៀតសូម្បីតែជនបរទេសដែលគេមកទេសចរដើម្បីមើលប្រាសាទរបស់យើងនៅស្រុកថៃនៅស្រុកខ្មែរនៅស្រុកឡាវនៅស្រុកយួនរាល់ថ្ងៃនេះក៏ពួកគេស្វែងសរសើរអញ្ចឹងគេពិតជាមិនដឹងទេគេមកដល់ភ្លក់ប្រហុកស្រុកខ្មែរគេថាអូយប្រហុកស្រុកខ្មែរស្រួយណាស់គេមកដល់ឃើញប្រហុកអូស្រួយណាស់មានតែខ្លះអូប្រហុកឆ្ងាញ់ណាស់ក៏ប៉ុន្តែខ្មែរវិញណាគាត់តែឃើញប្រហុកដឹងហ្មងអីយ៉ាប្រហុកនេះណាស្លម្ជូរបានទេស្លប្រហើបានទេស្លកកូរបានទេអញ្ចឹងប្រហុកនេះណាអាចយកមកជ្រុំប្រហុកបានទេយកមកច្រាំប្រហុកបានទេធ្វើប្រហុកឆៅបានទេធ្វើប្រហុករង្វាស់ដាក់មក2-3 ចង្វានៅក្នុងចានឆ្លាំងបាយបានទេអញ្ចឹងយើងជាខ្មែរគឺស្គាល់ឲ្យជារសប្រហុកនឹងច្បាស់ណាស់អញ្ចឹងបើកាលណាបងប្អូនចូលរួមរក្សាភាសាខ្មែរកុំឆ្លោះនឹងសម្ដីណាកុំឆ្លោះនឹងពាក្យសម្ដីណាកុំឆ្លោះនឹងសម្ដីកុំឆ្លោះនឹងគំនិតណាកុំឆ្លោះនឹងទស្សនៈកុំឆ្លោះនឹងនិន្នាការបកនយោបាយកុំឆ្លោះនឹងនិន្នាការបរទេសគឺរក្សាភាសាខ្មែរឲ្យគង់វង្សបងប្អូននេះគឺជាឆ្នាំទឹកពិសេសណាស់បើកាលណាបងប្អូនរក្សាភាសាខ្មែរបាននោះភាសាដែលបងប្អូននិយាយគឺភាសាច្បាប់អង់គ្លេសទី1ភាសាដែលបងប្អូននិយាយគឺសិលសមាធិបញ្ញាការមិនមានឆៃនឹងការមិនប្រមាថនៅចរិតទី2ភាសាដែលបងប្អូននិយាយគឺសរសេរចេញទៅគឺសុចៈពលិគឺជាឆ្នាំទឹកទី3ហើយភាសាដែលបងប្អូននិយាយនឹងអក្សរដែលបងប្អូនសរសេរចេញទៅគឺបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចែករំលែកនៅគំនិតចែករំលែកនៅចំណេះជំនាញដែលបងប្អូនមានឲ្យខ្មែរដទៃមានចំណេះជំនាញបងប្អូនណាឆ្នាំទឹកទាំង5គ្រាប់នេះបើយើងលេបចូលក្នុងពោះរបស់យើងចូលទៅក្នុងពោះរបស់យើងវាជាបដល់សរសៃសរសងរបស់យើងខ្មែរអើយអាចោលលួចជាតិវាអស់ឱកាសនឹងសម្លាប់យើងហើយព្រោះយើងបានហូបនៅអាហារទឹកនេះជាអាហារទឹកដែលដូនតាយើងរក្សាទុកឲ្យតែដូនតាយើងបានមកហូរញើសឈាមទឹកភ្នែកគោជាភ្នំឆ្អឹងគុណធម៌របស់ដូនតាយើងគោទុកឲ្យសូមបងប្អូនរក្សាផងខ្មែរក្រោមអើយខ្មែរក្រោមរក្សាអាហារទឹកនេះផងខ្មែរកណ្ដាលខ្មែរលើជនជាតិដើមច
จะได้โดยเครื่องตุ่มปูนพนงจงกระจอกกระแบเพลเสียงคุยซุยปัวจุดจามไปแต่เยอะช่วยเดือดตาพองจามเอ้ยจามช่วยเดือดตาพองก้นเจ้าจันเอ้ยช่วยเดือดตาพองยุ่นในการศกขมายก้นเจ้ายุ่นในการศกขมายเนี่ยนี่ยี่ไปสร้างขมายเฮ้ยนี่คือจีตรอดสมัติร่วมหรือว่ายื่งเหมือนเม้นยุ่นมันอาชัยหรือซาตะไปอยู่บนขี้บ้านที่แบบบัวยุ่นไอ้นี่บางคนไปเจนแต่น้อยศกยุ่นแต่ยุ่นฮานอยกับยุ่นมันเมียนได้เอาเนื้อได้พวกเกษาละบองทำปีปอนดับไปดับบุญให้บองโอนดังยุ่นเต็มปีศกขมายเต็มปีกับวงช้างตือยุ่นในบางทะเลสาบในเตรียมเรียบในปูสัตตือดอศกยุ่นเอาแต่ตัวที่โดยเฉพาะคนเจ้ายุ่นได้ในศกขมายเนี่ยมีนกาปีตะไคร้จมูกยื่งนำไปเดือดซาตะไคร้นี่ก็มามีสังเกตแต่มีสังเกตกี่ทางอ้อสำหรับยุ่นกี่ขี้มีนแต่โยยุ่นในฮานอยมาสำหรับที่กี่โยยุ่นไอ้ในขนมบางทะเลสาบน้องไอ้จะสำหรับยุ่นในขนมสว่างเพื่อไอ้โดยสำหรับจังส้มมีตายุ่นจังไรได้สเต็กครูนายอยากจะบ้าแต่ตะไคร้เดี๋ยวพอยุ่นในที่นี่คือเธอจะกาปีต่างออกนี่ก้มตุกตะไคร้ในเจ้าน่าปัจจัยหลังไม่ให้คนเจ้าจันกับจังได้ก้มสังคมทำแบบเกท่าห่อสำหรับจันเกตโยจันไปกังมาสำหรับนะคือเกสำหรับคนเจ้าจันเราสกไม้เมื่อซ้ำไปใครไปไงเกสำหรับจันสำหรับยุ่นคือโยนนาซอจันนึงอ้อโกนกัดจันลางผมมวยตักเปิลตักละหอยนึงเป็นโกนกัดจันมาตักให้นะมาจัดมาตักน้ำมันไหมที่อะไรปุกมาได้ปุกไม้มาได้จันในจังเตอร์อันนี้ออเต้จากร้านนั่นคือโอ้ตาปีศาจไม้ในจอบด่าปีศาจจันจอบด่าบุยมีพองนะจังหลุมหลักแบบนั้นจ้ะสมบองตุนโซเฟียบ้านปีศาจ5 ตึกนึงเลยtập nước mà đi tham bị ở trên sao bị ở trên rồi liệt đi hay bây giờ dương hô tới nước thừa dương miền cầm na chỉ khai để chỉ khai như bản đất nhà khai ban khai cho chỉ nhà khai hai chiết tôi chỉ nhận